អាមែនទៅសារដំកាំងដល់ព្រះអង្គថ្ងៃនេះជាថ្ងៃថ្មីនៅក្នុងគម្ពីរអេភេសូជំពូក4ខ13បានធ្វើឲ្យយើងមើលឃើញអំពីខ្ញុំអាចធ្វើគ្រប់ការទាំងអស់បានដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំយើងអាចធ្វើគ្រប់ទាំងការទាំងអស់បានដោយព្រះអង្គទ្រង់ជាអ្នកចម្រើនកម្លាំងនេះយើងមិនអាចពឹងផ្អែកលើខ្លួនឯងប៉ុន្តែកម្លាំងនេះគឺមកពីព្រះអង្គធ្វើបាននេះក៏មកពីព្រះអង្គព្រះគ្រីស្ទក្នុងឋានៈជាព្រះជាស្តារបស់ព្រះកំពុងផ្គត់ផ្គង់និងថែរក្សាយើងរាល់ថ្ងៃតាមរយៈការចែកចាយព្រះអង្គចែកចាយសភាពពិតរបស់ព្រះអង្គចេញទៅអរគុណដល់ព្រះអង្គកំពុងតែធ្វើការនៅក្នុងកូនរបស់ព្រះអង្គនៅក្នុងការរស់ជារៀងរាល់ថ្ងៃត្រូវការសេចក្តីសង្គ្រោះរបស់ព្រះអង្គរួចផុតពីខ្លួនឯងរបស់ផងយើងសាច់ឈាមមនុស្សចាស់ធម្មជាតិព្រះអង្គសង្គ្រោះយើងតាមរយៈឲ្យយើងបត់ពិសោធន៍ព្រះអង្គជាអ្វីដែលយើងត្រូវការជាគ្រប់សពរបស់ផងយើងតាមរយៈភីលីបជំពូក4ខ13យើងអាចធ្វើគ្រប់ទាំងការទាំងអស់បានក៏ដោយព្រះអង្គទ្រង់ជាអ្នកចម្រើនកម្លាំងសរសើរដំកើងដល់ព្រះអង្គនៅព្រះបន្ទូលដែលព្រះអង្គទ្រង់បានមានបន្ទូលនៅក្នុងអេភេសូជំពូក1ខ9ព្រមទាំងសម្ដែងឲ្យយើងរាល់គ្នាស្គាល់សេចក្តីអាថ៌កំបាំងនៃផាតីទ្រង់តាមការសពហតីទ្រង់ដែលទ្រង់បានកំណត់ទុកជាមុនក្នុងព្រះអង្គទ្រង់បានកំណត់ទុកជាមុនដោយសេចក្តីអាថ៌កំបាំងនៃព្រះハតីស្រឡាញ់មេត្តាព្រះអង្គបានស្គាល់យើងជាមុនសម្រាប់កំណត់យើងទុកជាប្រជារាស្ត្ររបស់ព្រះអង្គនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះអង្គសម្រាប់ព្រះハតីដ៏ជ្រាលជ្រៅនេះព្រះអង្គបានលាក់ទុកមុនតាំងកំណើតលោកីមកម្លេះសរសើរដំកើងព្រះអង្គឲ្យយើងអាចបត់ពិសោធន៍ព្រះអង្គម្ដងហើយម្ដងទៀតនៅភាពជ្រាលជ្រៅព្រះハតីដែលលាក់ទុករបស់ព្រះអង្គដើម្បីឲ្យយើងអាចធ្វើគ្រប់ទាំងការទាំងអស់បានមិនមែនខ្លួនឯងរបស់ផងយើងប៉ុន្តែយើងគ្រាន់តែសូមឲ្យព្រះអង្គហើយនឹងយើងបានរួមជាប់ឆ្កាងជាមួយគ្នាព្រះអង្គម្ចាស់យេស៊ូវយើងទទួលអំណរយ៉ាងដូចនេះនៅក្នុងថ្ងៃនេះជាសេចក្តីអំណរដែលយើងត្រូវទទួលមួយថ្ងៃបន្តិចឲ្យកាន់តែស្រឡាញ់ព្រះអង្គត្រៀមខ្លួនជាអ្នកដែលស្វែងរកព្រះអង្គទទួលបានព្រះអង្គបទពិសោធន៍ព្រះអង្គធ្វើតាមបំណងផាតីទ្រង់ព្រមទាំងឲ្យយើងមើលឃើញថានេះគឺជាប្រាជ្ញាដល់យើងតាមរយៈការបទពិសោធន៍ដោយការបញ្ចប់ខ្លួនឯងរបស់ផងយើងឲ្យយើងមើលឃើញថាអ្វីដែលយើងជាអ្វីដែលយើងមានអ្វីដែលយើងបានត្រូវបានបញ្ចប់ទាំងស្រុងតាមរយៈបទពិសោធន៍ហៅព្រះនាមរបស់ព្រះអង្គទទួលអំណរព្រះអង្គតាមរយៈការហៅព្រះនាមរបស់ព្រះអង្គតាមរយៈការហៅព្រះនាមរបស់ព្រះអង្គរំដោះយើងចេញពីសាច់ឈាមដែលតែងតែធ្លាក់ចុះរបស់យើងជីវិតធម្មជាតិការបង្កើតចាស់សូមឲ្យយើងបានហៅព្រះនាមរបស់ព្រះអង្គព្រះអង្គម្ចាស់យេស៊ូវព្រះអង្គម្ចាស់យេស៊ូវព្រះអង្គម្ចាស់យេស៊ូវនេះគឺជាមធ្យោបាយជាផ្លូវដែលសង្គ្រោះយើងតាមរយៈការហៅព្រះនាមរបស់ព្រះអង្គព្រះអង្គម្ចាស់យេស៊ូវឲ្យយើងកាន់តែបត់ពិសោធន៍ស្វែងរកធ្វើតាមបំណងផាតីព្រះអង្គខ្លាចជាប្រាជ្ញារបស់ផងយើងនៅក្នុងការបត់ពិសោធន៍យ៉ាងដូចនេះអាមែនហាឡេលូយ៉ា